ភ្លៀងធ្លាក់ស្រេចនៅលើដំបូលផ្ទះធំមួយក្នុងទីក្រុងភ្នំពេញខណៈនាឡិកានៅលើជញ្ជាំងបង្ហាញម៉ោងជិត10 យប់ស្រីនាងអង្គុយម្នាក់ឯងនៅលើសាឡុងដៃកាន់ទូរស័ព្ទនិងភ្នែកសម្លឹងទៅទ្វារផ្ទះដូចមនុស្សកំពុងរង់ចាំអ្វីមួយប្តីរបស់នាងឈ្មោះវុធីចេញទៅធ្វើការខេត្តជិតមួយសប្តាហ៍ហើយដំបូងគាត់នៅតែទូរស័ព្ទញឹកញាប់ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះគាត់រវល់រហូតសឹងមិនបានផ្ញើសារផងផ្ទះធំដែលធ្លាប់កក់ក្ដៅបែរជាស្ងប់ខ្លាំងរហូតស្រីនាងមានអារម្មណ៍ថាសំឡេងភ្លៀងនៅខាងក្រៅខ្លាំងជាងធម្មតានាងដកដង្ហើមវែងហើយបើកទូរទស្សន៍ដើម្បីបំបត្តិភាពឯកាប៉ុន្តែបេះដូងនាងនៅតែធ្ងន់ដដែលពេលនោះទូរស័ព្ទក៏លោតឡើងស្រីនាងនៅផ្ទះម្នាក់ឯងមែនអញចិត្តផ្ទះឯងហើយមានស្រាបៀរ2-3កំប៉ុងសារនោះមកពីរាជមិត្តស្និទ្ធរបស់វុធីស្រីនាងស្ទាក់ស្ទើរបន្តិចមុនទៅវិញថាបងវុធីមិននៅទេអញដឹងហើយទើបសួរផឹកលេងកុំឲ្យអផ្សុកស្រីនាងសម្លឹងសារនោះយូរជាធម្មតានាងមិនសូវជិតស្និទ្ធជាមួយមិត្តប្តីឡើយប៉ុន្តែរីជាមនុស្សរស់រាយហើយតែងនិយាយលេងធ្វើឲ្យមនុស្សជុំវិញសើចចុងក្រោយនាងក៏ឆ្លើយថាអីចឹងមកចុះប្រហែលកន្លះម៉ោងក្រោយរីកក៏មកដល់ផ្ទះគាត់កាន់ស្រាបៀរអាហារសម្រន់និងស្នាមញញឹមធម្មតារបស់គាត់អញខ្លាចឯងអផ្សុកស្លាប់នៅផ្ទះម្នាក់ឯងស្រីនាងសើចស្រាលជាលើកដំបូងនៅយប់នោះពួកគេអង្គុយផឹកនៅលើយ៉រក្រៅផ្ទះខណៈភ្លៀងធ្លាក់តិចនិងខ្យល់បក់ត្រជាក់ដំបូងពួកគេគ្រាន់តែនិយាយពីវុធីពីការងារនិងរឿងកំប្លែងធម្មតាប៉ុន្តែពេលស្រាចូលខ្លួនបរិយាកាសក៏ចាប់ផ្ដើមផ្លាស់ប្ដូរស្រីនាងសើចច្រើនជាងមុននាងនិយាយពីអារម្មណ៍ឯកាពីការគេងមិនលក់ពេលប្តីមិននៅនិងពីជីវិតរៀបការដែលមើលទៅដូចស្ងប់ស្ងាត់ពេកទីចអង្គុយស្ដាប់ដោយមិនរំខានវុធីសំណាងណាស់ដែលបានប្រពន្ធដូចឯងគាត់និយាយស្រាលស្រីនាងសើចតិចគាត់ប្រហែលមិនគិតអីចឹងទេហេតុអីនិយាយបែបហ្នឹងនាងលើកកែវផឹកយឺតពេលខ្លះខ្ញុំមានអារម្មណ៍ថាគាត់ស្រឡាញ់ការងារច្រើនជាងខ្ញុំពាក្យនោះធ្វើឲ្យរីកស្ងៀមគាត់ស្គាល់វុធីយូរហើយគាត់ដឹងថាវុធីជាមនុស្សខិតខំធ្វើការប៉ុន្តែពេលខ្លះក៏ភ្លេចមើលមនុស្សដែលនៅរង់ចាំខ្លួនដែរភ្លៀងកាន់តែធ្លាក់ខ្លាំងខ្យល់ត្រជាក់បក់ចូលមកធ្វើឲ្យស្រីនាងញ័រតិចរីកដោះអាវក្រៅដាក់លើស្មានាងប្រយ័ត្នផ្ដាសាយស្រីនាងងាកមើលគាត់មួយផ្លែតភ្នែករបស់រីកស្ងប់និងទន់ភ្លន់ខុសពីអ្វីដែលនាងធ្លាប់គិតមួយសន្ទុះក្រោយនាងសើចស្រាលអ្នកដឹងទេខ្ញុំមិនធ្លាប់អង្គុយនិយាយលេងសប្បាយបែបនេះយូរហើយរីកញញឹមអីចឹងអញគូមកផឹកជាមួយឯងញឹកញាប់ពាក្យនោះធ្វើឲ្យអ្នកទាំងពីរស្ងៀមភ្លាមពួកគេដឹងថាមានខ្សែបន្ទាត់មួយដែលមិនគួរឆ្លងរីកដកដង្ហើមវែងហើយលើកកែវផឹកដើម្បីបំបត្តិបរិយាកាសចម្លែកនោះប៉ុន្តែពេលភ្នែកពួកគេប៉ះគ្នាអារម្មណ៍មួយដែលមិនគួរកើតក៏ចាប់ផ្ដើមកើតឡើងយឺតភ្លៀងនៅតែធ្លាក់លើដំបូលយ៉ាងស្រទន់ខណៈស្រីនាងនិងរីកអង្គុយស្ងៀមមួយសន្ទុះក្រោយពាក្យលេងសើចនោះបរិយាកាសដែលធ្លាប់ស្រាលក៏ចាប់ផ្ដើមមានភាពចម្លែកមួយដែលអ្នកទាំងពីរមិនដឹងត្រូវគេចវាងយ៉ាងណាស្រីនាងលើកកែវផឹកតិចដើម្បីលាក់អារម្មណ៍ញ័រនៅក្នុងបេះដូងខ្ញុំប្រហែលស្រវឹងហើយនាងសើចស្រាលរីកញញឹមមិនទាន់ទេឯងនៅនិយាយច្បាស់នៅឡើយពួកគេសើចជាមួយគ្នាប៉ុន្តែពេលសំឡេងសើចស្ងប់ទៅវិញភាពស្ងៀមស្ងាត់ក៏ត្រឡប់មកម្ដងទៀតខ្យល់ត្រជាក់បក់ចូលពីខាងក្រៅស្រីនាងអបដៃខ្លួនឯងតិចរីកសម្លឹងនាងមួយផ្លែតមុននិយាយស្រាលឯងមើលទៅហត់ណាស់ស្រីនាងសើចសោកសៅតិចប្រហែលមកពីខ្ញុំឯកាពេកពាក្យនោះធ្វើឲ្យរីកបេះដូងធ្ងន់មួយផ្លែតគាត់មិនគួរមានអារម្មណ៍អាណិតប្រពន្ធមិត្តខ្លាំងបែបនេះទេប៉ុន្តែពេលឃើញស្រីនាងអង្គុយម្នាក់ឯងក្នុងផ្ទះធំសម្លឹងភ្លៀងដោយភ្នែកស្រពោនគាត់ក៏មិនអាចធ្វើដូចមិនឃើញបានដែរវុធីស្រឡាញ់ឯងណាស់រីកនិយាយស្ងាត់ស្រីនាងបន្ថយភ្នែកចុះខ្ញុំដឹងតែពេលខ្លះការស្រឡាញ់ដោយគ្មានពេលវេលាវាធ្វើឲ្យមនុស្សមានអារម្មណ៍ដូចនៅម្នាក់ឯងសំឡេងភ្លៀងងឺខ្លាំងឡើង
រីកដកដង្ហើមវែងហើយដាក់កែវចុះលើតុអញគួរតែត្រឡប់ទៅវិញហើយពេលឮពាក្យនោះស្រីនាងមានអារម្មណ៍ចម្លែកមួយនៅក្នុងចិត្តនាងមិនចង់ឲ្យយប់នេះបញ្ចប់លឿនបែបនេះទេនៅបន្តិចទៀតបានទេនាងសួរស្រាលរីកស្ងៀមបេះដូងគាត់លោតញាប់យ៉ាងខ្លាំងព្រោះគាត់ដឹងថាការនៅបន្តអាចធ្វើឲ្យអ្វីកាន់តែពិបាកប៉ុន្តែចុងក្រោយគាត់ក៏អង្គុយវិញពួកគេបន្តផឹកនិងនិយាយគ្នារហូតដល់ជិតអធ្រាត្រស្រីនាងចាប់ផ្ដើមស្រវឹងបន្តិចភ្នែកនាងក្រហមតិចខណៈស្នាមញញឹមក៏មើលទៅទន់ភ្លន់ជាងមុនអ្នកដឹងទេនាងនិយាយទាំងសំឡេងស្រវឹងស្រាលខ្ញុំធ្លាប់គិតថាបន្ទាប់ពីរៀបការខ្ញុំនឹងមិនមានអារម្មណ៍ឯកាទៀតរីកមើលនាងស្ងៀមតែពេលខ្លះខ្ញុំបែរជាឯកាជាងមុនទៅទៀតពាក្យនោះចាក់ចូលក្នុងបេះដូងរីកយ៉ាងខ្លាំងដោយមិនដឹងខ្លួនគាត់លូកដៃទៅកាន់ដៃនាងស្រាលស្រីនាងងាកមកមើលគាត់ភ្នែកអ្នកទាំងពីរប៉ះគ្នាយូរពេកនៅពេលនោះទូរស័ព្ទស្រីនាងក៏លោតឡើងភ្លាមលើអេក្រង់មានឈ្មោះក្បងវុធីបេះដូងអ្នកទាំងពីរដូចឈប់មួយផ្លែតស្រីនាងដកដៃចេញភ្លាមហើយលើកទូរស័ព្ទទាំងដៃញ័រតិចអាឡូសំឡេងវុធីនៅម្ខាងទៀតស្ដាប់ទៅហត់ខ្លាំងអូននៅធ្វើអីមិនទាន់គេងទេស្រីនាងងាកមើលរីកមួយផ្លែតមុនឆ្លើយស្ងាត់អូនកំពុងអង្គុយផឹកបន្តិចម្នាក់ឯងឬវុធីសួរស្រីនាងស្ងៀមរីកបេះដូងលោតញាប់រហូតដកដង្ហើមស្ទើរមិនរួចចុងក្រោយនាងឆ្លើយតិចរីកនៅទីនេះដែរនៅម្ខាងទៀតស្ងៀមមួយផ្លែតបន្ទាប់មកវុធីសើចស្រាលល្អហើយឲ្យវានៅកំដរអូនទៅបងខ្លាចអូនអផ្សុកម្នាក់ឯងពាក្យនោះធ្វើឲ្យអ្នកទាំងពីរស្ងៀមភ្លាមព្រោះបុរសដែលទុកចិត្តពួកគេបំផុតមិនដឹងសោះថាបេះដូងរបស់មិត្តនិងប្រពន្ធរបស់គាត់កំពុងចាប់ផ្ដើមមានអារម្មណ៍ដែលមិនគួរកើតឡើងក្រោយបិទទូរស័ព្ទស្រីនាងអង្គុយស្ងៀមមើលកែវស្រានៅមុខខណៈរីកក៏មិនដឹងត្រូវនិយាយអ្វីពាក្យរបស់វុធីនៅតែក្នុងក្បាលអ្នកទាំងពីរឲ្យវានៅកំដរអូនទៅការទុកចិត្តរបស់មិត្តម្នាក់ធ្វើឲ្យរីកមានអារម្មណ៍ដូចមានអ្វីធ្ងន់សង្កត់ក្នុងបេះដូងស្រីនាងដកដង្ហើមវែងហើយញឹមសោកសៅតិចប្តីខ្ញុំគាត់ជាមនុស្សល្អណាស់រីកងក់ក្បាលយឺតអញដឹងភ្លៀងខាងក្រៅចាប់ផ្ដើមធ្លាក់តិចទៅសំឡេងទឹកធ្លាក់លើដំបូលដែលធ្លាប់ពឹសខ្លាំងក៏ស្ងប់ស្ងាត់ជាងមុនស្រីនាងងាកមើលរីកយើងប្រហែលផឹកច្រើនពេកហើយទើបអារម្មណ៍ច្របូកច្របល់បែបនេះរីកញញឹមតិចប៉ុន្តែភ្នែកគាត់មើលទៅសោកសៅប្រហែលមែនមួយសន្ទុះក្រោយគាត់ក្រោកឈរអញគួរតែទៅហើយលើកនេះស្រីនាងមិនខាត់គាត់ទៀតទេនាងគ្រាន់តែញក់ក្បាលស្រាលហើយដើរជូនគាត់ដល់មុខផ្ទះខ្យល់ត្រជាក់ក្រោយភ្លៀងបក់ប៉ះមុខអ្នកទាំងពីរភ្លើងតាមផ្លូវឆ្លុះលើផ្លូវសើមយ៉ាងស្ងប់ស្ងាត់មុនឡើងឡានរីកងាកមកមើលនាងស្រីនាងហឹមគាត់ស្ងៀមមួយផ្លែតមុននិយាយស្រាលអញគិតថាយើងគួរតែភ្លេចយប់នេះទៅស្រីនាងបេះដូងចុកតិចប៉ុន្តែនាងដឹងថាគាត់និយាយត្រូវពេលខ្លះអារម្មណ៍ដែលកើតឡើងក្នុងពេលឯកានិងស្រវឹងមិនមែនជាអ្វីដែលគួរឲ្យយើងដើរតាមទេចាស់នាងឆ្លើយស្ងាត់រីកញញឹមស្រាលមួយមុនឡើងឡានបើកចេញទៅយឺតស្រីនាងឈរមើលភ្លើងឡានរបស់គាត់បាត់ទៅក្នុងផ្លូវងឹតរួចដកដង្ហើមវែងយប់នោះនាងគេងមិនលក់ឡើយនាងគិតពីភាពឯការបស់ខ្លួនគិតពីវុធីនិងគិតពីខ្សែបន្ទាត់មួយដែលជិតត្រូវឆ្លងដោយមិនដឹងខ្លួនព្រឹកថ្ងៃបន្ទាប់វុធីបានវីដេអូខលមកនាង
នៅលើអេក្រង់គាត់មើលទៅនឿយហត់ប៉ុន្តែពេលឃើញមុខប្រពន្ធគាត់ក៏ញញឹមភ្លាមនឹកអូនណាស់ពាក្យសាមញ្ញមួយឃ្លានោះធ្វើឲ្យភ្នែកស្រីនាងក្រហមភ្លាមនាងទើបដឹងថាទោះបីពេលខ្លះប្តីរបស់នាងមិនមានពេលវេលាច្រើនក៏គាត់នៅតែជាមនុស្សដែលស្រឡាញ់នាងពិតអូនក៏នឹកបងដែរវុធីសើចតិចចាំបងត្រឡប់ទៅវិញបងនាំអូនទៅដើរលេងណាប៉ុន្មានខែនេះបងរវល់ពេកហើយទឹកភ្នែកស្រីនាងហូរតិចដោយមិនដឹងខ្លួនចាស់ក្រោយថ្ងៃនោះរីកមិនសូវមកផ្ទះនាងទៀតឡើយពេលជួបគ្នាគាត់នៅតែរស់រាយដូចមុនប៉ុន្តែអ្នកទាំងពីរដឹងថាមានរឿងមួយដែលពួកគេមិនគួរឲ្យកើតឡើងបន្តទៀតចំណែកស្រីនាងវិញក៏ចាប់ផ្ដើមនិយាយជាមួយវុធីច្រើនជាងមុននាងប្រាប់គាត់ពីអារម្មណ៍ឯកានិងអ្វីដែលនាងត្រូវការមិនមែនទុកឲ្យវាស្ងប់នៅក្នុងចិត្តទៀតឡើយវុធីក៏ព្យាយាមផ្លាស់ប្ដូរគាត់ចាប់ផ្ដើមមានពេលសម្រាប់គ្រួសារច្រើនជាងមុននិងឈប់គិតថាការខិតខំធ្វើការដើម្បីគ្រួសារគ្រប់គ្រាន់សម្រាប់ស្នេហាព្រោះពេលខ្លះមនុស្សម្នាក់មិនត្រូវការផ្ទះធំឬលុយច្រើនប៉ុណ្ណោះទេពួកគេត្រូវការវត្តមាននិងការយកចិត្តទុកដាក់ពីមនុស្សដែលខ្លួនស្រឡាញ់ហើយយប់ភ្លៀងនោះក៏คล้ายជាការចងចាំមួយដែលស្រីនាងនិងរីកមិនដែលនិយាយដល់ម្ដងទៀតប៉ុន្តែវាបានបង្រៀនពួកគេទាំងពីរថាអារម្មណ៍មួយភ្លែតអាចបំផ្លាញការទុកចិត្តរបស់មនុស្សល្អម្នាក់បានយ៉ាងងាយ